ខិតអំពាវនាវស្ដីពីការជួយឧបត្ថម្ភគាំទ្រដល់វីរៈកងទ័ពជួរមុខដែលកំពុងឈរជើងការពារបូរណភាពទឹកដីពីការឈ្លានពានរបស់កងទ័ពថៃនិងប្រជាភាសិករដ្ឋបាលស្រុកសម្បូរខេត្តក្រចេះមានកិត្តិយសសូមគោរពជម្រាបជូនឯកឧត្តមលោកជំទាវលោកអ្នកអង្គញាលោកស្រីក្រុមប្រឹក្សាស្រុកថ្នាក់ដឹកនាំមន្ត្រីរាជការរដ្ឋបាលស្រុកការិយាល័យជំនាញជុំវិញស្រុករដ្ឋបាលឃុំព្រះចៅអធិការវត្តម្ចាស់ក្រុមហ៊ុនរោងចក្រសហគ្រាសអាជីវករពាណិជ្ជករនិងសាធារណជនទាំងអស់មេត្តាជ្រាបថាដើម្បីបង្ហាញពីមនោសញ្ចេតនាដ៏ជ្រាលជ្រៅក្នុងការចូលរួមលើកទឹកចិត្តឧបត្ថម្ភនិងគាំទ្រដល់វីរៈកងទ័ពដែលកំពុងការពារនៅតាមខ្សែបណ្ដោះព្រំដែននិងប្រជាជនភាសិករដ្ឋបាលស្រុកសម្បូរសូមអំពាវនាវដល់ឯកឧត្តមលោកជំទាវលោកអ្នកអង្គញាព្រះចៅអធិការវត្តលោកស្រីមេត្តាជួយឧបត្ថម្ភថវិកាស្បៀងអាហារឬសម្ភារៈផ្សេងទៅតាមលទ្ធភាពនិងសទ្ធាជ្រះថ្លារៀងខ្លួនដល់រដ្ឋបាលស្រុកដើម្បីមានលទ្ធភាពចុះជួបនិងឧបត្ថម្ភជូនដោយផ្ទាល់នៅកងទ័ពដែលកំពុងការពារនៅតាមខ្សែបណ្ដោយព្រំដែនប្រជាជនស្លូតត្រង់ដែលកំពុងភាសិករដ្ឋបាលស្រុកសម្បូរសង្ឃឹមនឹងជឿជាក់យ៉ាងមុតមមលើសន្តានចិត្តរបស់ឯកឧត្តមលោកជំទាវលោកអ្នកអង្គញាលោកស្រីដែលជាវប្បធម៌នៃការចែករំលែកក្នុងស្មារតីខ្មែរជួយខ្មែរស្រឡាញ់ខ្មែរនិងបង្ហាញអំពីជំហរខឿនការពារជាតិដ៏រឹងមាំសម្រាប់ប្រទេសជាតិនិងប្រជាជនយើងបញ្ជាក់សម្ភារៈនិងថវិកាចាប់ទទួលពីថ្ងៃជូនដំណឹងនេះតទៅទីកន្លែងទទួលនៅសួនច្បារទីស្រុកសម្បូរទល់មុខការិយាល័យអប់រំយុវជននិងកីឡាស្រុកទំនាក់ទំនងក្នុងការឧបត្ថម្ភតាមរយៈលោកស្រីហៀសារងអភិបាលរងស្រុកសម្បូរ071 48 79 788លោកឈិតសុខាវុឌ្ឍប្រធានការិយាល័យរដ្ឋបាលនិងហិរញ្ញវត្ថុ097 232 72 48លោកស្រីនុតស្រីវ៉ាន់មន្ត្រីការិយាល័យរដ្ឋបាលនិងហិរញ្ញវត្ថុ097 968 1188លេខគណនីអេស៊ីរីដាតនចិត្ត097 988 1188ថ្ងៃប្រហោះ600ខែមិគសេឆ្នាំសាញ់សកសាពុទ្ធសករាជ2569ស្រុកសម្បូរថ្ងៃទី11ខែធ្នូឆ្នាំ2025